bạn chắc nó không video này cứ là câu thua cả này nó ông pi WordPress bây giờ nè chân những đợt ấy dương riêng ông pi ca bằng cái website để para WordPress cái toàn chân dương mơ video này về sân tới chân ta vậy tới chia WordPress chân WordPress với chia free and open source content management system đại cái private สำหรับประกาศជាគេហទំព័រដោយយើងពុំចាំបាច់ចេះសរសេរកូដទេអញ្ចឹងមានថាយើងបង្កើត website បានដោយពុំចាំបាច់ត្រូវការចេះកូដទេយើងអាចបង្កើតបានដូចគ្នាណាសម្រាប់ការបង្កើត website ប្រើ WordPress នេះអ្នកគ្នាមិនមានជំនាញ IT ក៏បង្កើតបានឬក៏បើសិនបើមានជំនាញ IT កាន់តែល្អទៀតយើងរៀនទៅយើងចាប់បានលឿនអញ្ចឹងណាបាទអញ្ចឹង WordPress ដល់ឥឡូវហ្នឹងបច្ចុប្បន្ននេះ WordPress គឺគេប្រើច្រើនបាទ website ខ្ទង់ 35% ហើយវាច្រើនប្រើប្រាស់ WordPress ទាំងអស់នៅលើអ៊ីនធឺណិតណាចឹងត្រូវបានគេប្រើវានៅពេលបច្ចុប្បន្នហើយមិនមែនតែបង្កើតជា website សារព័ត៌មានឬក៏ website blog អីទេគេចង់យក WordPress ទៅបង្កើតជា e-commerce website ក៏បាន business website ក៏បានធ្វើជាប្រព័ន្ធ system ក៏បានប្រភេទសារព័ត៌មានក៏បានឬក៏ប្រភេទmarketing website ក៏បានដែរអញ្ចឹងយល់រួមគឺចង់គ្រប់ website គឺ WordPress វាអាចបង្កើតបានទាំងអស់ហើយណាមួយទៀតគឺ WordPress គឺវា free and open source គឺវាអត់អស់លុយទេគឺយើងអាច download វាមកយើងយកមកតែឆ្នៃ website យើងឲ្យស្អាតបានបាទអញ្ចឹងនៅកន្លែងអ្នកគ្នាអាចចូលទៅកាន់ Google ទៅដើម្បីចូលទៅកាន់ website WordPress អញ្ចឹងចូលទៅកាន់ Google មកហើយអ្នកគ្នា search ថា WordPress អូខេ enter ទៅអញ្ចឹងនៅកុំចូលច្រឡំ WordPress មានពីរ wordpress.com អានេះគឺយើងcustom វានៅលើ browser លើ internet ប៉ុន្តែយើងអូមកក្រោមមកអ្នកគ្នាបើក wordpress.org ដែលយើងប្រភេទ free ណាខាងលើនេះអស់លុយអាក្រោមនេះគឺយើង down source code វាដោយ free តែម្ដងចុចបើកលើវាទៅតែចឹងទៅពេលដែលយើងបើកទៅគឺវាចេញបែបនេះដែលនៅក្នុងនេះគឺ version វាគឺ 6.9 ហើយនៅក្នុងវីដេអូបន្ទាប់យើងនឹងរៀនអំពីការដំឡើង WordPress ហ្នឹងនៅលើ computer របស់យើង